រៀបសួរបងប្អូនពុកម៉ែនៅក្នុងបណ្ដាញ Facebook បាទខ្ញុំបាទមកពីក្រុមយុវជនស្នេហ៍ជាតិខ្ញុំបាទចង់និយាយទៅកាន់រាជរដ្ឋាភិបាលដើម្បីដេញពួកយួនចេញនៅទឹកដីខ្មែរយើងបាទសូមដេញពួកយួនចេញឲ្យអស់ដើម្បីបិទផ្លូវពួកជនជាតិយួនហ្នឹងហើយដល់ពេលរស់នៅលើទឹកដីខ្មែរយើងមេតាបិទផ្លូវដេញពួកវាចេញឲ្យអស់ទៅចូលទឹកដីវាអស់ហើយបិទផ្លូវកុំឲ្យវាជនជាតិពួកយួននឹងមករស់នៅលើទឹកដីខ្មែរយើងឯងត្រូវតែបិទផ្លូវពួកយួនមិនត្រូវបិទផ្លូវខ្មែរទេព្រោះខ្មែរកើតលើទឹកដីខ្មែរមិនត្រូវបិទផ្លូវខ្មែរទេត្រូវតែបិទផ្លូវពួកយួនបងប្អូនទាំងអស់គ្នារាជរដ្ឋាភិបាលទាំងអស់ត្រូវដេញពួកយួនចេញពីទឹកដីខ្មែរហើយត្រូវបិទផ្លូវពួកយួនមិនឲ្យពួកយួនឡើងមកទឹកដីខ្មែរទេហ្នឹងហើយសូមរាជរដ្ឋាភិបាលមេតាដេញពួកយួនចេញឲ្យអស់ពីទីក្រុងភ្នំពេញនៅគ្រប់បណ្ដាខេត្តនានាត្រូវតែដេញពួកយួនចេញអស់ដើម្បីប្រទេសជាតិយើងទាំងអស់គ្នាបានរីកចម្រើនមិនត្រូវឲ្យមានជនជាតិណាមួយមកជ្រិចជីបជ្រេះមកលើទឹកដីខ្មែរយើងទេគឺទឹកដីខ្មែរជាកូនខ្មែរពូជខ្មែរពូជដំបូងខ្មែរកូនរបស់ខ្មែរគឺមានតែខ្មែរទេអ្នកកាន់កាប់នៅទឹកដីខ្មែរមកសូមមេតាសូមរាជរដ្ឋាភិបាលត្រូវតែដេញពួកយួននោះចេញឲ្យអស់ពីទឹកដីខ្មែរមិនត្រូវឲ្យវានៅគ្រប់បណ្ដាខេត្តទេនៅឲ្យសូមរាជរដ្ឋាភិបាលត្រូវតែដេញពួកយួនចេញឲ្យអស់ហើយនឹងបិទផ្លូវពួកយួនមិនឲ្យឡើងមកប្រទេសកម្ពុជាយើងបានទេសូមរដ្ឋរាជរដ្ឋាភិបាលត្រូវតែដេញពួកអស់នឹងចេញអស់ដើម្បីប្រទេសជាតិយើងមិនត្រូវឲ្យមានជនជាតិណាមួយមករស់នៅដែលធ្វើជាអំណាចកាន់កាប់នៅលើទឹកដីខ្មែរទេសូមតែកូនខ្មែរពូជខ្មែរកូនខ្មែរត្រូវរស់លើទឹកដីខ្មែរមិនត្រូវឲ្យមានជនជាតិណាមួយមករស់នៅមកសង្កេតសង្កត់ដល់ប្រជាពលរដ្ឋទេសូមឲ្យរដ្ឋាភិបាលត្រូវដេញពួកយួននឹងចេញឲ្យអស់ដើម្បីឲ្យវាទៅកាន់ទឹកដីខ្មែរកាន់ទឹកដីវាវិញចុះទឹកដីខ្មែរគឺរស់នៅជាកូនខ្មែរមិនត្រូវរស់នៅដែលពួកជនបន្តរវេសណាមួយមករស់នៅលើទឹកដីខ្មែរទេសូមរាជរដ្ឋាភិបាលត្រូវតែដោះសូមត្រូវតែជួយធ្វើអន្តរាគមន៍ដើម្បីដេញពួកយួននឹងចេញអស់ពីទឹកដីខ្មែរយើងដែលគ្រប់នៅគ្រប់បណ្ដាខេត្តនានាហ្នឹងសូមរាជរដ្ឋាភិបាលត្រូវតែដេញទាំងអស់គ្នាដេញពួកយួនឲ្យទាំងអស់ហ្នឹងឲ្យវាខ្ចាត់ខ្ចាយអស់ដើម្បីឲ្យវាទៅស្រុកទៅវិញមិនត្រូវឲ្យរស់នៅលើទឹកដីខ្មែរទេទឹកដីខ្មែរជាសម្បត្តិធម្មជាតិរបស់ខ្មែរណាសូមបងប្អូនទាំងអស់គ្នាត្រូវតែចេះគិតត្រូវតែចេះរិះមើលពិចារណាឡើងវិញត្រូវតែបោះឆ្នោតជ្រើសរើសមើលដឹកនាំថ្មីឲ្យបានល្អចេះមើលថែប្រជាពលរដ្ឋមើលថែទឹកដីមិនត្រូវឲ្យខ្ចាត់ខ្ចាយបាត់បង់ដូចជាពង្វើសពថ្ងៃទេពង្វើសពថ្ងៃបងប្អូនឃើញហើយគឺទុកសោកវេទនាយំអូខ្ញុំឃើញគឺវាឈឺចាប់ពេកដែលជំនួសប្រជាពលរដ្ឋយើងដែលគាត់ឈឺចាប់រស់នៅតាមគ្រប់បណ្ដាខេត្តនានាហ្នឹងគឺពិបាកណាស់ឈូសឆាយស្ទិទីអស់ហើយផ្ទះបាត់អស់អ្នកខ្លះទៅដេកតាមព្រៃឈើនោះក្រោមលុបព្រៃឈើវិញប្រក់តង់ប្រក់អីអើយមើលទៅឃើញគឺថាអនុញ្ញាតធំណាបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាត្រូវតែញាក់រលឹកឡើងជ្រើសរើសមេដឹកនាំថ្មីមិនត្រូវនៅតែដែរទេ30ឆ្នាំជាងហើយថាអភិវឌ្ឍប្រទេសជាតិឲ្យបានរីកចម្រើនអភិវឌ្ឍអីមានឃើញបានរីកចម្រើនដល់ណាទេប្រទេសគេមើលទៅបងប្អូនគេអភិវឌ្ឍប្រទេសគេបានរីកចម្រើនណាស់ហ្នឹងហើយមេគេដឹកនាំថ្មីមើលរោងងานគេមិនចេះខ្វះទេប្រទេសជាតិគេគឺរោងងานគេជាពលរដ្ឋគេមានតែជាពលរដ្ឋឯងនេះអត់មានរោងงานរោងអីគេដូចប្រទេសគេទេមើលប្រទេសគេមើលគឺតែរោងงานគេមានដូចថាខ្មែរយើងមកធ្វើការនៅប្រទេសគេ